សួស្តីបងប្អូនទាំងអស់គ្នានេះគឺវីដេអូដែលពួកខ្ញុំបានទៅដើរលេងនៅសិង្ហបុរីថ្ងៃមុនហើយវីដេអូនេះដែរគឺចង់បង្ហាញការដែលយើងជិះយន្តហោះ Emirates អញ្ចឹងបងប្អូនអាចចូលរួមទស្សនាទាំងអស់គ្នាហើយដំបូងឡើយគឺយើងមកចូលទៅក្នុងពលានយន្តហោះហើយយើងត្រូវទៅមើលកន្លែង departure ដោយសារយើងមកមុនអញ្ចឹងយើងជិះតាម flight Emirates អញ្ចឹងវាអត់ទាន់ដល់ម៉ោងដែលយើងអាចទៅយកសំបុត្រយន្តហោះទេយកអញ្ចឹងយើងនៅចាំសិនហើយនៅពេលដែលចាំហ្នឹងគឺយើងនិយាយលេងគ្នាជាមួយនឹងបងប្អូនរបស់ខ្ញុំសិនទេធ្វើយូរមិនចេះអត់មិនដែរមានអារម្មណ៍មិនដែរទៅដើរលេងជិះយន្តហោះលើកទី1អត់ដឹងដែរអត់ជិះអត់ដឹងមានអារម្មណ៍មិនហើយនេះមានមិនដែរជិះច្រើនដងហើយពេលខ្លាំងជិះដែរតែជិះក្នុងយន្តសវែនជិះឡានក្រុងនេះបងរូមួយថ្ងៃមានអារម្មណ៍មិនដែរទៅបានជិះយន្តហោះជីពីរដងហើយតែលើកទីម្ដងនេះមានតែមានអារម្មណ៍លើកនេះជីមកមិនអីអារម្មណ៍ថាចង់ជួយអីនេះមានអារម្មណ៍មិនដែរនេះវាខុសបន្ទាប់ពីខ្ញុំបាននិយាយហើយគឺវាដល់ម៉ោងហើយអញ្ចឹងគឺលេខ counter របស់យើងគឺ38ដល់43អញ្ចឹងយើងត្រូវទៅរក counter របស់យើងដែលយើងត្រូវទៅយកសំបុត្រយន្តហោះតាមពិតទៅ Emirates flight តាម Emirates គឺយើងអាច check in online បានប៉ុន្តែដោយសារតើបងប្អូនខ្ញុំមួយចំនួនគាត់ជា first time អញ្ចឹងខ្ញុំចង់ឲ្យគាត់មានបទពិសោធន៍អញ្ចឹងណាយើងទៅតម្រង់ជួរទៅអីអញ្ចឹងទៅដើម្បីឲ្យដឹងថាប្រសេសរបស់ការជិះយន្តហោះហ្នឹងវាមិនអីអញ្ចឹងណាអញ្ចឹងក៏ខ្ញុំនាំពួកគាត់ដើម្បីឲ្យដឹងតាក់ទងមួយប្រសេសអីអញ្ចឹងទៅអ្នកខ្លះក៏គាត់ធ្លាប់ជិះហើយអ្នកខ្លះទៀតដូចក្មេងៗដូចជាដូនមួយខ្ញុំដែលមុនហ្នឹងគឺគាត់ជាលើកទី1ទេអញ្ចឹងចង់ឲ្យគាត់ស្គាល់បទពិសោធន៍តាក់ទងជាមួយនឹងប្រសេសនៃការជិះយន្តហោះណាអញ្ចឹងក៏ខ្ញុំនាំទៅអញ្ចឹងយើងកំពុងតែតម្រង់ជួរចាំហើយគេចូលមើលណាអញ្ចឹងយើងហើយហើយបន្ទាប់ពីហើយក៏យើងថតអញ្ចឹងលេងទៅហើយបន្ទាប់មកទៀតយើងត្រូវឡើងទៅកន្លែង immigration ដើម្បី check អញ្ចឹងទៅអញ្ចឹងយើងចាប់ផ្ដើមឡើងទៅហើយបន្ទាប់មកទៀតក៏យើងទៅ scan ទៅអីដើម្បី pass immigration ដើម្បីគេ check អញ្ចឹងណាថាយើងបានចេញទៅក្រៅប្រទេសអីអញ្ចឹងទៅអញ្ចឹងកន្លែងហ្នឹងគឺកន្លែងដែលគេដែលយើង check passport យើង check boarding pass សំបុត្រយន្តហោះហ្នឹងណាហើយបន្ទាប់ពីយើង check ហើយយើងក៏ដើរចូលក្នុងមកមានកន្លែងលក់អីវ៉ាន់អត់គិតពន្ធណាកន្លែង duty free អញ្ចឹងទៅគេមានលក់របស់របរអីច្រើនអញ្ចឹងទៅហើយហ្នឹងហើយនេះដែរគឺបង្ហាញមុខបន្តិចកុំឲ្យគេថាអត់ឃើញហើយបន្ទាប់ពីយើងចូលហើយគឺយើងទៅរកអីញ៉ាំសិនដោយសារតែម៉ោងយប់ជ្រៅហើយយើងទៅញ៉ាំអីនៅក្នុងពលានហ្នឹងទៅកន្លែងហ្នឹងគឺថ្លៃដែរបន្ទាប់ពីយើងញ៉ាំហើយក៏យើងទៅយកទឹកសតម្ដបម្នាក់អីអញ្ចឹងទៅហើយយើងអង្គុយរងចាំដើម្បីដល់ម៉ោងយើងឡើងយន្តហោះអញ្ចឹងទៅអញ្ចឹងយន្តហោះរបស់យើងហ្នឹងគឺនៅកន្លែងដែលយើងរងចាំហ្នឹងគឺ gate លេខ8អញ្ចឹងយើងកំពុងតែរងចាំហើយយើងជិះតាម flight តាម Emirates EK 349នៅម៉ោង9កន្លះអញ្ចឹងយើងចាំរហូតដល់ម៉ោង9កន្លះបានគេចាប់ផ្ដើមហៅតាមប្រភេទសំបុត្រអីដើម្បីឡើងយន្តហោះអញ្ចឹងទៅរួចហើយយើងក៏បានបន្ទាប់ពីយើងចាំអីហើយក៏យើងហើយយើងបាននាំគ្នាដើរឡើងយន្តហោះហើយយើងហើយដើរបដាថតអីចឹងទៅនៅក្នុងហ្នឹងដោយសារតែអ្នកខ្លះគាត់លើកទី1អញ្ចឹងណាអញ្ចឹងចង់ឲ្យមានបទពិសោធន៍មានអីចឹងទៅអញ្ចឹងក៏វាសប្បាយដែរហើយមានក្មេងមានបរទេសមានអីហើយក៏មានប្រុសសង្ហាដែលថតហ្នឹងទៅហើយយើងក៏បានឡើងទៅលើយន្តហោះហើយខាងនេះគឺដើម្បីឆែកសំបុត្រយន្តហោះថាយើងអង្គុយកៅអីលេខប្រមាណយើងទៅជួរណាជួរអីចឹងទៅដើម្បីអញ្ចឹងខាង cabin crew នៅក្នុង flight Emirates ហ្នឹងក៏គាត់បានណែនាំអញ្ចឹងទៅអញ្ចឹងយើងបង្ហាញ passport យើងបង្ហាញ boarding pass ដើម្បីឲ្យគាត់ប្រាប់ឲ្យថាយើងគួរទៅតាមផ្លូវណាអញ្ចឹងទៅអញ្ចឹងនេះគឺជាកន្លែងដែលយើងដើរទៅគឺមាន first class អញ្ចឹងយើងដើរឆ្លងកាត់កន្លែង first class អីអញ្ចឹងទៅហើយទៅដល់កន្លែងយើងចូលអង្គុយអញ្ចឹងទៅប
បន្ទាប់ពីយើងទៅដល់ហើយរកកន្លែងអង្គុយហើយខ្ញុំអត់បានថតកន្លែងពេលយើងចូលអង្គុយទេដោយសារមនុស្សច្រើនពេកអញ្ចឹងយើងអត់អាចខ្លាចស្ទះគេអញ្ចឹងទៅហើយយើងក៏អង្គុយទៅហើយនៅ Flight Emirates គឺគេពិនិត្យដោយសារតែគេមានកន្លែងមានកន្លែងទទួលមានអីឲ្យយើងមើលទៅហើយនេះគឺជាវីដេអូដែលបង្ហាញថាអូមុននឹង departure យើងគួរតែធ្វើម៉េចអីអញ្ចឹងទៅហើយនេះគឺជា sponsor លក្ខណៈថាគេផ្សាយពាណិជ្ជកម្មរបស់គេណាអញ្ចឹងហើយលក្ខណៈថាគេណែនាំថាអូយើងគួរតែធ្វើម៉េចដូចជាដាក់កតាបនៅខាងក្រោមនឹងនិយាយរួមបើសិនបើខ្ញុំជិះតាមយន្តហោះផ្សេងគឺ cabin crew គាត់អ្នកបង្ហាញមកហ្មងបើន័យថាគាត់ឈរបង្ហាញពីរបៀបយើងគួរតែធ្វើម៉េចចឹងណាតែនៅ Emirates នេះគឺគេអត់ទេគេបង្ហាញទៅលើអាវីដេអូហ្នឹងណាអញ្ចឹងអានេះក៏ជាលើកទី1របស់ខ្ញុំដែរតាក់ទងជាមួយនឹងជិះតាម Emirates ណាអញ្ចឹងវីដេអូនេះខ្ញុំគ្រាន់តែបង្ហាញថាអ្នកដែលអត់ធ្លាប់បានជិះឬមួយក៏មិនទេប៉ុន្តែបើសិនបើអ្នកបានជិះខ្ញុំគិតថាគាត់ធ្លាប់ហើយគាត់ស្វាមហើយអញ្ចឹងវាអត់មានជាបញ្ហាទេប៉ុន្តែសម្រាប់អ្នកដែលអត់ធ្លាប់ជិះណាក៏លោកអាចជាបទពិសោធន៍របស់គាត់មួយអីចឹងទៅអញ្ចឹងនៅ Fly Emirates គឺគេរៀងពិនិត្យបើយើងគិតទៅបើខ្ញុំធ្លាប់ជិះជាមួយយន្តហោះផ្សេងគឺយើងអត់មានទទួលអត់មានអាកន្លែងដែលយើងអាចមើលវីដេអូមើលរឿងមើលអីស្ដាប់ music អីបានទេបើខ្ញុំជិះតាមបើសិនបើយើងជិះតាមដូច flight មួយចំនួនណាខ្ជិលថាយើងអត់អាចទៅ mention ឈ្មោះ flight ណាទេប៉ុន្តែវាបើយើងជិះតាម Emirates គឺវាទំនងបានន័យថាវាល្អជាង flight មួយចំនួនណាអញ្ចឹងនេះគឺខ្ញុំគ្រាន់ចុចលេងទៅបានន័យថាយើងអត់ដែរជិះទេអញ្ចឹងយើងចង់ដឹងមើលថាអូអានេះអីគេអញ្ចឹងចេះទៅចុចទៅអញ្ចឹងចុចមើលទៅថាអូអានេះមានអីគេខ្លះអានេះមានអីគេខ្លះអញ្ចឹងទៅហើយគេមានច្រើនគេមាន movie មាន TV មាន broadcast audio គេមាននិយាយរួមមានច្រើនបើយើងគិតទៅណាមានច្រើនជាងទូទៅអញ្ចឹងយើងចាប់ផ្ដើមហើយបានន័យថាយើងចាប់ផ្ដើមហោះហើរហើយនេះអញ្ចឹងយើងមើលនេះគឺជា cabin crew ដែលគេចាំឈរចាំបើសិនបើយើងមានការអីយើងអាចសាកសួរគេបានអញ្ចឹងទៅإن أفراد الطاقم على حتى اليوم يأتون من 11 بلدة ويتحدثون 11 لغة. الرجاء على التردد في طلب المساعدة مني أو من أحد أفراد الطاقم. نتمنى لكم رحلة سعيدة ممتعة معنا اليوم وشكرا. បន្ទាប់ពីយើងចាប់ផ្ដើមហោះហើរខ្ញុំចាប់ផ្ដើមមើលរឿងហើយបានន័យថាចាប់ផ្ដើមមើលថាអូមើលថារឿងណាដែលគួរទៅមើលហើយបន្ទាប់ពីបានមើលរឿងមកស្ទុះក៏ម្ហូបគេមកដល់នេះគឺម្ហូបនៅលើ Fly Emirates គឺម្ហូបរបស់គេឆ្ងាញ់បានន័យថាជាពិសេសគឺសូកូឡារបស់គេនោះគឺឆ្ងាញ់មែនតើអាហ្នឹងណាហើយទឹកក្រូចរបស់គេអីនិយាយរួមគេឆ្ងាញ់បានន័យថានៅពេលដែលគេយើងរើសយើងអាចថាមានរើសថាមានស្រាមានទឹកក្រូចមានស្រាក្រហមមានស្រាក្រហមមានស្រាសអីចឹងទៅវាមានតាមប្រភេទណាហើយនេះគឺជាទេសភាពនៅពេលដែលយើងទៅដល់សិង្ហបុរីអញ្ចឹងពេលយើងទៅដល់សិង្ហបុរីនេះគឺថតពីលើណាអញ្ចឹងវាស្អាតដែរបើសិនបើយើងមើលទៅណានេះគឺទេសភាពដែលយើងថតពីលើសិង្ហបុរីហើយទីបំផុតយើងក៏ចុះមកបានន័យថាយើងមកដល់ហើយសិង្ហបុរីហើយយើងចាប់ផ្ដើមចុះទៅពីយន្តហោះហើយយើងចាប់ផ្ដើមបន្តដំណើរទៅមុខទៀតយើងបានទៅដល់ terminal របស់គេហើយយើងចាប់ផ្ដើមរក terminal ដោយសារនេះជាលើកដំបូងរបស់ពួកយើងទាំងអស់គ្នាបានថាទាំងបងប្អូនរបស់ខ្ញុំហើយទាំងខ្ញុំអីគឺដំបូងអត់ដឹងអីទេអញ្ចឹងយើងចាប់ផ្ដើមទៅរកច្រកចេញអត់ដឹងណាច្រកមួយណាចេញទេអញ្ចឹងមើលតាមសាញរបស់គេហ្នឹងថាច្រកមួយណាគេចេញអញ្ចឹងទៅហើយនេះគឺថតដើម្បីឲ្យឃើញថាឲ្យមានអីគេឲ្យមាន footage អញ្ចឹងណាហើយនេះគឺជាដូនមួយរបស់ខ្ញុំគឺប្រុសសង្ហាហើយនេះគឺ
យើងមកដល់ហើយនេះគឺយើងមកដល់តាក់ទងជាមួយនឹងកន្លែងយើងមកដល់ហើយយើងបានជិះឡានជិះហើយតាមពិតទៅខ្ញុំបានកាត់ខ្លះវីដេអូខ្លះដោយសារតែយើងបញ្ញាប់ណាឬមួយក៏យើងដំបងអញ្ចឹងក៏យើងអត់បានថតជា full take ឲ្យដែរហើយនេះគឺយើងមកដល់សន្តាគារហើយយើងមកដល់កន្លែងនេះគឺជាកន្លែងដេករបស់ពួកយើងហើយមានតែប៉ុណ្្នឹងឯងក្នុងវីដេអូហ្នឹងហើយអរគុណសម្រាប់ការតាមដានចាំតាមដាន part 2